ក្នុងគឺល្បឿនរបស់គាត់លឿនលយខ្លាំងអស្ចារ្យចាឯកសណ្ឋានរបស់គាត់គឺពណ៌សអាវពណ៌សមួកពណ៌ក្រហមចារីឯបងនៅក្បាលទូគូគាត់ខំប្រឈរចាក្រវីក្រវត្តឥឡូវនេះគឺទូខ្សែទឹកខាងក្នុងដែលមានឈ្មោះថាជ្រៃមាសសាកលសែនជ័យរបស់ទូខេត្តកណ្ដាលគឺជាតំណែងទទួលបានជ័យជំនះចាខ្ញុំបាទដែលជាអ្នកអត្ថាធិប្បាយឃើញថាខ្សែទឹកខាងក្រៅបាទជ្រៃមាសសាកលសែនជ័យខេត្តកណ្ដាលដែលស្ថិតនៅខ្សែទឹកខាងក្រៅពាក់ផ្លាកលេខ171បាទផ្លាកលេខ171ជ្រៃមាសសាកលសែនជ័យខេត្តកណ្ដាលដែលស្ថិតនៅខ្សែទឹកខាងក្រៅឯកសណ្ឋានពណ៌សមួកពណ៌ក្រហមបានប្រឹងបោះជើងច្រវាយ៉ាងញាប់ស្អេកតែម្ដងបាទឥឡូវនេះយើងឃើញថាទូកនេះកំពុងតែប្រគៀកជាមួយនឹងទីព្រាត់រីឯខ្សែទឹកខាងក្នុងក៏ខំប្រឹងណាស់ដែរក៏ប៉ុន្តែបាទឥឡូវនេះខ្សែទឹកខាងក្រៅបានចូលមកដល់ទីព្រាត់មុនគូប្រកួតហើយ